សូមជូនរឿងវាសនាបងប្អូនបង្កើតវគ្គសូភីចាញ់បោកគីពន្លឺព្រះអាទិត្យចាំងជះទៅលើវិឡាដ៏ស្កឹមស្កៃកណ្ដាលភូមិដែលទើបតែសាងសង់រួចសូភីនិងសុកកំពុងឈរមើលសមិទ្ធផលដែលបានមកពីការលក់ដីគេម៉ែឪទាំងអារម្មណ៍រំភើបនិងអួតអាងបំផុតបងសុកមើលចុះវិឡាយើងខ្ពស់ជាងគេក្នុងភូមិហ្នឹងកាលពីមុនអ្នកភូមិធ្លាប់តែមើងងាយយើងថាជាអ្នកចម្ពាក់គេឥឡូវឲ្យវាដឹងភ្នែកខ្លះទៅថាសុភីម្នាក់នេះក៏អាចមានវិឡានឹងឡានជិះដែរបងក៏អដែរអូនមានផ្ទះធំអញ្ចឹងបងចង់ហៅពួកម៉ាក់មកផឹកស៊ីរាល់ថ្ងៃហ្មងចាំបាច់ទៅហត់ធ្វើស្រែធ្វើចំការលីសែងដូចមុនធ្វើអីនាំតែខូចសាច់ខូចឈាមអស់ត្រូវហើយបងលុយដែលនៅសល់យើងទុកគ្រាន់ចាយវាយឲ្យលយឆាយទៅខ្ញុំទើបតែទិញឡានទំនើបនឹងស្អែកនេះខ្ញុំនឹងបើកបង្អួតមីបុផាឲ្យវាដឹងថាបងស្រីវាខ្លាំងប៉ុណ្ណាចុះលុយដែលអូនដកមកមិញហ្នឹងកុំភ្លេចទុកខ្លះឲ្យបងទិញស្រាល្អល្អនិងទុកត្រៀមទទួលពួកម៉ាក់ផងណាបងចង់ឲ្យគេឃើញថាយើងឥឡូវជាសេដ្ឋីប្រចាំភូមិមែនតែនបងឯងនេះគិតតែរឿងផឹកមែនតែមិនអីទេបើបងសប្បាយចិត្តខ្ញុំមិនថាអីដែរសំខាន់ឲ្យតែបងកុំទៅធ្វើការងារធ្ងន់នាំតែហត់នឿយទៀតទៅបានឯងធ្វើអីទៀតអូនអើយលុយរាប់ម៉ឺនក្នុងដៃចាយដល់ជាតិក្រោយក៏មិនអស់ដែរយើងមានសំណាងណាស់ដែលម៉ែឪព្រមចែកដីឲ្យយើងទាំងអស់បែបនេះមកពីខ្ញុំឆ្លាតតើបងបើខ្ញុំមិនកុហកថាជាពាក់គេស្លាប់រស់ទេម៉ែឪច្បាស់ជាចែកឲ្យមីបុផាពាក់កណ្ដាលបាត់ហើយឥឡូវដីទាំងអស់ជារបស់យើងមីបុផានៅតែក្រតដែលចុះអាបលកូនយើងវារត់តលេងណាស់ហើយមិញបងឃើញវាកាន់ទូរស័ព្ទថ្មីដើរអួតក្មេងៗក្នុងភូមិពេញហ្នឹងវាតលេងបាត់ហើយកូននឹងខ្ញុំទើបតែទិញទូរស័ព្ទតម្លៃរាប់រយដុល្លារឲ្យវាកូនអ្នកមានត្រូវតែមានរបស់ប្រើប្រាស់ទំនើបអញ្ចឹងឯងបើប្រើរបស់ថោកខ្មាស់គេស្លាប់ហើយតោះអូនកុំនិយាយច្រើនពេកចូលក្នុងផ្ទះបើកម៉ាស៊ីនត្រជាក់ឲ្យត្រជាក់កាយបន្តិចទៅចាំល្ងាចឡើងពួកម៉ាក់បងមកដល់យើងនឹងជប់លៀងឲ្យផ្អើលភូមិហ្មងអូភ្ញៀវកិត្តិយសមកដល់ហើយមែនទេមិនដែរមីបុផាដើរចូលមកក្នុងវិឡាបងឯងនេះមានអារម្មណ៍ថាត្រជាក់ខុសពីខ្ទមឯងទេមើលចុះឡានបងទៅនឹងទិញឯងធ្លាប់ឃើញពីមុនមកទេចាបងផ្ទះបងស្អាតណាស់ហើយឡានក៏ថ្មីដែរប្អូនត្រេកអរណាស់ដែលបងមានជីវិតធូរធារបែបនេះប៉ុន្តែថ្ងៃនេះខ្ញុំមកចង់ប្រាប់បងថាម៉ែគាត់ឈឺធ្ងន់ណាស់គាត់ចង់ជួបបងខ្លាំងណាស់អីគេម៉ែឈឺទៀតហើយឯងមើលបងចុះរវល់ចង់ដាច់ខ្យល់ហើយផ្ទះធំបែបនេះត្រូវរៀបចំច្រើនណាស់ហើយឡានថ្មីនេះបងមិនទាន់ហ៊ានបើកកាត់ផ្លូវដីហុយទៅផ្ទះម៉ែទីខ្លាចប្រឡាក់អស់បងអើយទោះបងមានផ្ទះធំឡានទំនើបយ៉ាងណាក៏កុំភ្លេចថាដីដែលបងលក់បានលុយមកធ្វើផ្ទះនឹងគឺជាដីគេម៉ែឪដែរគ្រាន់តែឆ្លៀតពេលទៅសួរសុខទុក្ខគាត់បន្តិចវាមិនខាតបងអីទេបងឯងកុំមកយកដីគេមកនិយាយឌៀមដាមបងអីសោះម៉ែឲ្យបងដោយសារគាត់អាណិតបងជំពាក់គេឥឡូវបងមានបានបងក៏ត្រូវសោយសុខជាមួយទ្រព្យបងឯងកុំមកចំណែនបងអីហើយទ្រព្យនឹងគាត់មិនមែនឲ្យដោយពេញចិត្តឯណាខ្ញុំមិនដែលច្រណែនបងទេតែបងក៏ដឹងដែរថារឿងជំពាក់គេដែលបងប្រាប់ម៉ែឪនោះវាជាការកុហកទាំងអស់ខ្ញុំមិននិយាយព្រោះចង់រក្សាមុខមាត់បងតែបងគួរតែដឹងគុណគាត់ខ្លះផងឈប់និយាយរឿងចាស់ទៅបងមានលុយបងជាអ្នកមានសម្ដីបងជាច្បាប់បើឯងមកទីនេះដើម្បីតែមុខបង្រៀនបងពីគុណធម៌ស្អីហ្នឹងឯងត្រឡប់ទៅវិញទៅប
បងគ្មានពេលស្ដាប់ទេ បងប្រែប្រួលខ្លាំងណាស់តាំងពីមានលុយមកបងសុខក៏គិតតែពីផឹកស៊ីមិនធ្វើការងារអីសោះបើបងនៅតែចៃវាខ្ជះខ្ជីបែបនេះខ្ញុំខ្លាចតែថ្ងៃក្រោយបងនឹងស្ដាយក្រោយប៉ុណ្ណោះ ស្ដាយក្រោយអីលុយបងចែក10ឆ្នាំទៀតក៏មិនអស់ដែរមីប្អូនល្ងងទៅវិញទៅបងរវល់រៀបចំទុកទទួលភ្ញៀវញាក់មានដូចបងមិនតនេមកនិយាយជាមួយអ្នកក្រដូចឯងឡើយ ចាបើបងដេញប្អូនបែបនេះខ្ញុំសុំលាហើយសង្ឃឹមតែទ្រព្យសម្បត្តិទាំងនេះនឹងផ្ដល់សេចក្តីសុខឲ្យបងបានរហូតចោះ ក្នុងវងផឹកស៊ីដែលពោពេញដោយគ្រឿងក្លែមប្រណិតសុកកំពុងអង្គុយស្ដាប់សេងដែលជាមិត្តភក្តិម្នាក់តែងតែតាំងខ្លួនជាអ្នករកស៊ីធំសេងកំពុងប្រើសម្ដីផ្អែមល្ហែមដើម្បីដាក់អន្ទាក់យកលុយពីសុក ផឹកសិនពួកម៉ាក់ស្រានេះមួយដបមិនថោកទេណាសម្រាប់តែអ្នកមានកម្រិតយើងទើបហ៊ានទិញផឹកមើលផ្ទះយើងចុះសេងឯងយល់ថាមិនដែរសមជាសេដ្ឋីប្រចាំភូមិទេអូផ្ទះធំអស្ចារ្យណាបងសុកអើយតែបងដឹងទេមនុស្សឆ្លាតគេមិនទុកលុយឲ្យដេកដង្ហើមចោលក្នុងធនាគារទេព្រោះវាចំណេញបានតែតិចតួចបើបងចង់បានលុយបង្កើតលុយបងត្រូវតែវិនិយោគស្អីទៅសេងបងមិនសូវចេះខាងរកស៊ីអីជ្រៅជ្រះទេខ្លាចតែខាតបងអស់លុយដែលខំលក់ដីបានមកនឹងបងជឿជាក់លើខ្ញុំទៅខ្ញុំមានក្រុមហ៊ុនវិនិយោគអចលនទ្រព្យមួយបើបងដាក់លុយមកត្រឹមតែ$50,000ក្នុងមួយខែបងនឹងទទួលបានការប្រាក់$10,000គ្រាន់តែដេកស៊ីការប្រាក់ក៏លុយដែរហ៎មួយខែបានការប្រាក់$10,000ពិតមែនទេពួកម៉ាក់ច្រើនជាងយើងធ្វើស្រែ10ឆ្នាំទៀតផងណាអញ្ចឹង ពិតមែនហើយបងខ្ញុំធ្វើនេះព្រោះអនុត្តពួកម៉ាចង់ឲ្យមានបានទាំងអស់គ្នាគម្រោងនេះចិត្តបិទហើយបើបងមិនប្រញាប់ដាក់លុយទេគេនឹងយកកន្លែងបងអស់មិនខានល្អណាស់បងទុកចិត្តសេងឯងព្រោះយើងផឹកស៊ីជាមួយគ្នាជាយូរមកហើយស្អែកនេះបងនឹងប្រាប់ប្រពន្ធបងឲ្យទៅដកលុយទាំងអស់ពីធនាគារមកឲ្យសេងឯងចាត់ចែងចុះសម្រាប់ចិត្តត្រឹមត្រូវណាស់បងធ្វើជាអ្នកមានត្រូវតែហ៊ានសម្រេចចិត្តលឿនបែបនេះចាំមើលចុះមិនដល់មួយឆ្នាំផងបងនឹងមានលុយទិញវិឡានៅភ្នំពេញថែមទៀតមិនខានអរគុណសេងណាស់ដែលនឹកឃើញបងតោះយើងជុលមួយកែវទៀតដើម្បីភាពមានបានរបស់យើងទាំងពីរនាក់ផឹកឲ្យសវឹងថ្ងៃនេះស្អែកចាំខ្លាយជាសេដ្ឋីធំបាទបងជុលស្អែកនេះអ្វីនឹងប្រែប្រួលសម្រាប់បងហើយតែបងកុំប្រាប់គេឲ្យដឹងណាយើងមានបានតែ2នាក់បានហើយចូលមកនាំលៀបសំណាងគ្រប់មុខរំលែងសប្បាយយើងសប្បាយទាំងអស់គ្នារីករាយបុណ្យចូលឆ្នាំខ្មែរនៅផ្ទះឈើបូកកំបោរដ៏សាមញ្ញមួយរតនានិងបុប្ផាកំពុងអង្គុយពិភាក្សាគ្នាទាំងទឹកមុខស្រពៅទោះបីជាត្រូវបងស្រីមើលងាយប៉ុន្តែក្នុងនាមជាសាច់ឈាមបុប្ផានៅតែមិនអាចដាច់ចិត្តឈប់បារម្ភពីវាសនាគ្រួសារបងស្រីបានឡើយបុប្ផាអូនទៅផ្ទះបងស្រីមិញឃើញគាត់យ៉ាងម៉េចដែរបងឃើញបងសុកដើរជាមួយអាសេងហាក់ដូចជាមានរឿងមិនស្រួលសោះបងឮគេល្បីថាអាសេងហ្នឹងជាមេខ្យល់បោកប្រាស់លុយអ្នកស្រុកតាមខេត្តច្រើនណាស់ គាត់មិនស្ដាប់ប្អូនទេបងអើយឥឡូវគាត់មានមោទនភាពនឹងទ្រព្យសម្បត្តិគាត់ខ្លាំងណាស់សូម្បីតែម៉ែឈឺក៏គាត់មិនចង់ទៅមើលដែរខ្លាចប្រឡាក់ឡានថ្មីគាត់ខ្ញុំមិននឹកតែម៉ែឪទេដែលខំបកគូលដីឲ្យគាត់ទាំងអស់តែបែរជាបានលັດផលបែបនេះ បងខ្លាចតែបងសុកចាញ់បោកអាសេងទេអូនមនុស្សដូចអាសេងបើឃើញអ្នកណាមានលុយហើយចូលចិត្តផាក់ស៊ីមិនសូវដឹងរឿងរកស៊ីច្បាស់លាស់បែបបងសុកផងច្បាស់ជាវាមិនលេងឡើយវាប្រកាសជាប្រើសម្ដីផ្អែមមកអូសទាញមិនខាន បងសុកគាត់ស្លូតត្រង់តែរឿងផឹកទេបងតែរឿងកិច្ចកលមនុស្សគាត់មិនសូវដឹងទេចុះបងឯងសាកទៅប្រាប់គាត់បន្តិចទៅក្រែងលោកគាត់ភ្ញាក់ខ្លួនខ្លះ បងចង់ទៅប្រាប់ដែរតែអូនគិតមើលចុះឥឡូវបងសុភីគាត់កំពុងតែឡើងគូតបើបងទៅនិយាយរឿងមិនល្អពីមិត្តភក្តិគាត់ច្បាស់ជាត្រូវគាត់ឌីលថា
យើងច្រណែនចង់ឲ្យគាត់ធ្លាក់ខ្លួនក្រមិនខានមនុស្សកំពុងតែភ្នែកងងឹតនឹងលុយនិយាយអីក៏ស្ដាប់មិនចូលដែរ ពិតមែនទេបងខ្ញុំគ្រាន់តែស្ដាយដីគេដែលម៉ែឪខំរក្សារាប់សិបឆ្នាំបើត្រូវបាត់បង់ក្នុងរយៈពេលដ៏ខ្លីបែបនេះតើឲ្យម៉ែឪគាត់រស់នៅយ៉ាងម៉េចទៅ យើងបានត្រឹមតែតាមដានមើលពីចម្ងាយប៉ុណ្ណោះបើមានរឿងអីកើតឡើងមែនយើងនឹងព្យាយាមជួយតាមកម្លាំងដែលយើងមានសំខាន់យើងត្រូវខំរកស៊ីដោយខ្លួនឯងកុំឲ្យគេមើលងាយបាន ចាបងខ្ញុំជឿលើបងទោះយើងមិនមានវីឡាដូចគេតែយើងរស់នៅមានក្តីសុខមិនកុហកអ្នកណាហើយក៏មិនខ្វល់ខ្វាយខ្លាចគេបោកដែរ ត្រូវហើយអូនសេចក្តីសុខពិតប្រាកដគឺការដឹងគុណម៉ែឪនិងការរស់នៅដោយមានសតិសម្បជញ្ញៈចាំមើលចុះបើគាត់នៅតែបន្តបែបនេះមិនយូរទេផលវិបាកនឹងមកដល់មិនខាន សង្ឃឹមថាអ្វីៗមិនអាក្រក់ដូចអ្វីដែលយើងបារម្ភចុះបងអើយតែបងអើយរឿងនេះយើងកុំទាន់អាចប្រាប់ពុកម៉ែអីក្រែងគាត់ពិបាកចិត្ត ក្នុងបន្ទប់ដេកដែលមានគ្រឿងសង្ហារិមទំនើបសុភីនិងសុកកំពុងអង្គុយរាប់លុយដុល្លារដែលទើបតែដកពីធនាគារពួកគេទាំងពីរនាក់កំពុងសុបិនអំពីមហាសេដ្ឋីដោយមិនដឹងថាគ្រោះថ្នាក់កំពុងរងចាំនៅខាងមុខឡើយ បងសុកនេះលុយ$50,000ដែលយើងសល់ចុងក្រោយពីការលក់ដីបងគិតច្បាស់ហើយមែនទេដែលយកទៅឲ្យអាសេងវិនិយោគទាំងអស់បែបនេះខ្ញុំមានអារម្មណ៍ភ័យមិនដឹងទេបង អូនឯងភ័យអីអាសេងវាមិនមែនអ្នកដតីឯណាមិត្តភក្តិផឹកស៊ីជាមួយគ្នារាប់ឆ្នាំវាប្រាប់បងថាក្រុមហ៊ុនវារោស៊ីចំណេញណាបើដាក់50,000ខែក្រោយបាន10,000មកវិញគ្រាន់តែការប្រាក់ចុះបើទុកក្នុងធនាគារបានតែប្រហែល$100ហ្នឹង បើវាពិតដូចបងនិយាយមែនក៏ល្អដែរយើងនឹងមានលុយទិញដីនៅភ្នំពេញរួចទិញគ្រឿងអលង្ការឲ្យខ្ញុំពាក់ឲ្យពេញខ្លួនហ្មងចាំមើលអ្នកភូមិវានឹងបើកភ្នែកធំមើលមកយើងមិនខាន ឲ្យទៅបានការប្រាក់មកបងនឹងទិញម៉ូតូធំឲ្យអាបុលជិះលេងក្នុងភូមិទៀតកូនអ្នកមានត្រូវតែមានរបស់លយជិះរឿងរៀនសូត្រចាំគិតក្រោយសំខាន់ឲ្យវាសប្បាយសិន តែបងត្រូវឲ្យវាធ្វើកិច្ចសន្យាឬមានកដាស់ស្នាមអីខ្លះណាបើគ្មានអីសោះខ្ញុំនៅតែមិនអស់ចិត្តឡើយលុយច្រើនណាស់បងអើយមិនមែនតិចតួចឯណា អូនឯងនេះពិតជាសម្ដីច្រើនមែនសេងវាជាអ្នករកស៊ីធំគេមិនមកបោកលុយប៉ុណ្ណឹងពីមិត្តភក្តិទេការទុកចិត្តគ្នាវាសំខាន់ជាងក្រដាស់ស្នាមទៅទៀតបបងសួរវាច្រើននាំតែវាមើងងាយថាគ្រួសារយើងចិត្តចង្អៀត បើបងហ៊ានធានាបែបនេះខ្ញុំក៏តាមចិត្តបងចោះសង្ឃឹមថាខែក្រោយយើងនឹងក្លាយជាសេដ្ឋីធំដូចបងចង់បានទៅចោះ ចាំមើលចុះបងនឹងនាំអូនទៅដើរលេងស្រុកក្រៅទៀតយើងលេងហត់នួយទៀតហើយលុយវានឹងធ្វើការឲ្យយើងវិញម្ដង ចាបងឲ្យតែមានលុយអ្វីៗក៏អាចធ្វើបានដែរខ្ញុំនឹងជួលអ្នកបម្រើម្នាក់មកជួយបោសផ្ទះមិនបាច់ឲ្យខ្ញុំធ្វើខ្លួនឯងនាំតែខូចដៃអស់ណយ ត្រូវហើយអូនតោះប្រញាប់ដកលុយទៅឲ្យវាទៅកុំឲ្យខកខានឱកាសមាសឱកាសប្រាក់នេះអី លេខដែលលោកអ្នកហៅមិនអាចតាក់ទងបានទេនៅពេលនេះសូមតាក់ទងម្ដងទៀតនៅពេលក្រោយ មួយខែកន្លងផុតទៅយ៉ាងលឿនសុកកំពុងដើរចុះដើរឡើងមុខផ្ទះទាំងទឹកមុខស្លេកស្លាំងទូរស័ព្ទដែលគេព្យាយាមទេទៅសេងរាប់រយដងគឺគ្មានអ្នកទទួលឡើយក្តីសង្ឃឹមដែលធ្លាប់មានកំពុងតែរលាយបាត់បង់បន្តិចម្ដង បងសុកមិនក៏បងនៅដើរទ្រុបបែបហ្នឹងថ្ងៃនេះដល់ថ្ងៃសេងវាត្រូវយកការប្រាក់មកឲ្យយើងហើយមែនទេបងទេទៅវាឃើញយ៉ាងម៉េចខ្លះ អូនអើយបងទេទៅវាចាញ់តែលេខនេះមិនអាចតាក់ទងបានទេរហូតហ្មងបងទេទៅឡើងវាធ្វើការហើយគេថាវាបងវិចរត់បាត់តាំងពីយប់មិញម្លេះ អីគេបងនិយាយលេងមែនទេលុយ$50,000របស់យើងណានោះជាលុយចុងក្រោយរបស់យើងហើយ
បងត្រូវតែរកវាឲ្យឃើញ បងដឹងរកវាឯណាអូនវារត់បាត់ទៅហើយបងល្ងងណាស់ដែលជឿវាលុយដែលយើងសង្ឃឹមថានឹងចំណេញគឺវាលេបយកអស់ទាំងដើមទាំងការបាត់ទៅហើយ ងាប់ហើយខ្ញុំចុះផ្ទះវិឡានេះចុះឡានថ្មីនេះយើងត្រូវបង់រំលោះគេរាល់ខែណាបើគ្មានលុយនឹងទេតើយើងជួលលុយយ៉ាងណាទៅបង់ឲ្យគេនឹងរឹបអូសយកអស់មិនខាន បងមិនដឹងទេអូនបងហាក់ដូចជាវិលមុខខ្លាំងណាស់បងមិនគួរណាយកលុយទាំងអស់ទៅដាក់ភ្នល់នឹងវាបែបនេះសោះឥឡូវសូម្បីតែលុយទិញអង្ករហូបក៏យើងគ្មានដែរ បងឯងធ្វើឲ្យគ្រួសាររលាយអស់ហើយខ្ញុំប្រាប់បងហើយថាឲ្យធ្វើกระดาษស្នាមបងមិនជឿខ្ញុំទេឥឡូវយើងត្រៀមខ្លួនទៅដេកផ្លូវថ្នល់ទៅបើគេមករឹបអូសផ្ទះមែននោះ អូយបេះដូងបងដកដង្ហើមមិនរួចទេ បងសុកងើបឡើងអាប៉លជួយពុកឯងផងកូនងាប់ហើយគ្រួសារខ្ញុំហេតុអីក៏ធ្លាក់ខ្លួនដល់ថ្នាក់នឹង នៅក្នុងមន្ទីរពេទ្យសុកដែលទៅតែដឹងខ្លួនពីសន្លប់មិនបានគិតពីរឿងកែខ្លួនឡើយប៉ុន្តែគេនិងសូភីបែរជាកំពុងខ្សឹបខ្សៀវគ្នារកល្បិចធ្វើយ៉ាងណាឲ្យម៉ែឪនិងបុប្ផាអាណិតដើម្បីសុំលុយមកដោះស្រាយបំណុលដែលនៅសេសសល់ បងសុកបងកុំអាយយំខូចចិត្តអីលុយអស់ទៅហើយរកវានឹងឃើញទេតែឥឡូវយើងត្រូវធ្វើម៉េចកុំឲ្យអាពួកបំណុលវាមករកយើងដល់មន្ទីរពេទ្យបងត្រូវធ្វើពុតជាឈឺធ្ងន់និយាយមិនរួចទៅ បងដឹងហើយតែអូនគិតមើលចុះដល់មីបុប្ផានឹងប្តីវាមកតែយើងគួរនិយាយយ៉ាងម៉េចបងខ្មាស់ពួកវាណាកាលមុនយើងជេរឌីលវាពេញមាត់ បងឯងនេះលងងមែនកាមុនជេរជាកាមុនឥឡូវយើងត្រូវធ្វើជាស្លូតត្រង់យំស្រែកអាខ្លាំងទៅមីបុប្ផាចិត្តទុនណាឲ្យតែយើងធ្វើពុតជាដឹងខ្លួនខុសវានឹងយកលុយសន្សំរបស់វាឲ្យយើងមិនខាន ចុះបើវាឲ្យយើងទៅរស់នៅផ្ទះចាស់វិញបងមិនចង់ទៅទេក្តៅក៏ក្តៅហុយក៏ហុយមិនសមនឹងឋានៈបងសោះ បងឯងទ្រាំសិនទៅយើងទៅផ្ញើខ្លួនជាមួយពួកវាសិនចាំមើលមានឱកាសបងសាក់សួរម៉ែរឿងដីស្រែខាងជើងភូមិមលូទៀតក្រាញ់គាត់នៅលាក់ទុកមិនទាន់ចែកអត់អស់ម៉ែណយបងភ្លេចគិតរឿងដីស្រែហ្នឹងតឹងចឹងបងនឹងធ្វើជាដេកធ្ងន់ឲ្យខ្លាំងពេលពួកវាដើរចូលមកចាបងត្រូវធ្វើឲ្យសមណាចំណាយអាបុលខ្ញុំប្រាប់វាហើយឲ្យវាយំទីរកបាយហូបធ្វើឲ្យអាណិតបំផុតយើងត្រូវយកលុយពីមីបុប្ផាមកវិញឲ្យបានទោះតិចឬច្រើនចុះឡានដែលគេដកហូតទៅនោះបងស្ដាយណាអូនអើយមិនទាន់បានជិះកង្អួតស្រីក្នុងក្រុងផងកុំស្ដាយបងតែមិនទាន់ដល់ថ្ងៃបងឯណាឲ្យតែយើងបានដីស្រែ1 ឡូទៀតពីម៉ែយើងនឹងមានលុយបងឡានមិនខានសំខាន់បងត្រូវសម្ដែងឲ្យសមជាមនុស្សចិត្តស្លាប់យល់ហើយសុភ័យឯងពិតជាពូកែខាងល្បិចមែនតោះបងចាប់ផ្ដើមធោះហើយពួកវាដូចជាចិត្តមកដល់ហើយ បុប្ផានិងរតនាដើរចូលមកមន្ទីរពេទ្យទាំងក្តីបារម្ភនិងអាណិតអាសូរពួកគេមិនដឹងទាល់តែសោះថាសម្ដីយំសោកនិងការដឹងខ្លួនខុសរបស់បងស្រីគ្រាន់តែជាល្ខោនដែលរៀបចំឡើងដើម្បីបោកយកលុយកាក់ពួកគេតែប៉ុណ្ណោះ បងសុភីបងកុំយំអីខ្ញុំមកជួយបងហើយនេះលុយខ្លះបងយកទៅបង់ថ្លៃពេទ្យឲ្យបងសុខសិនទៅខ្ញុំអាណិតបងណាស់ដែលត្រូវគេបោកអស់ពីខ្លួនបែបនេះបុប្ផាអើយបងខុសហើយបងល្ងងណាស់បងមិនគួរមើលងាយឯងទេបងស្ដាយក្រោយណាស់ឥឡូវបងគ្មានផ្ទះនៅទេគេដេញបងចេញដូចសត្វធាតុអញ្ចឹង មិនអីទេបងសុភីរឿងលុយកាក់វារលាយទៅហើយតែបងនៅមានបងប្អូនបើគ្មានកន្លែងទៅបងនាំអាបុលមកស្នាក់នៅខ្ទមចាស់ក្បែរផ្ទះម៉ែសិនទៅចាំបងជួយរៀបចំឲ្យអរគុណរតនាណាស់បងពិតជាអរគុណមែនចុះថ្លៃថ្នាំបងសុកឮថាពេទ្យទាច្រើនណាស់
បងមិនដឹងរកឯណាទេបើបុប្ផាឯងមានលុយសន្សំខ្លះទៀតបងសុំខ្ចីសិនបានទេ នៅសល់លុយខ្លះសម្រាប់ទិញពូជស្រូវតែបើបងចាំបាច់បែបនេះខ្ញុំនឹងដកឲ្យបងសិនចុះសំខាន់ឲ្យតែបងសុខដឹងខ្លួនមកវិញឯងពិតជាប្អូនល្អមែនបងសន្យាថាបើបងមានបងនឹងសងវិញភ្លាមចុះម៉ែគាត់ខឹងបងខ្លាំងទេបុប្ផាម៉ែគាត់មិនខឹងទេតែគាត់ពិបាកចិត្តខ្លាំងរហូតធ្លាក់ខ្លួនឈឺបងទៅដល់ផ្ទះត្រូវទៅសុំទោសគាត់ផងណាចាបងនឹងទៅសំពះសុំទោសគាត់ដល់ជើងក្រែហ្មងបងដឹងខ្លួនហើយថាមានតែគ្រួសារទេដែលល្អជាមួយបងអញ្ចឹងខ្ញុំទៅរៀបចំឯកសារពេទ្យឲ្យបងសុកចេញសិនបងត្រៀមខ្លួនទៅស្អែកយើងនឹងត្រឡប់ទៅភូមិវិញចារតនាចាំមើលប្តីបងគាត់ដឹងខ្លួនសិនមិនដឹងមិនមកទេប្អូនអើយមើលទៅដូចជាធ្ងន់ណាស់ ត្រឡប់មកដល់ភូមិវិញសុភីនិងសុកត្រូវមកស្នាក់ក្នុងខ្ទមចាស់ដ៏ទ្រុឌទ្រោមទោះបីជានៅមុខម៉ែឪនិងបុប្ផាពួកគេធ្វើពុតជាដឹងខ្លួនកែខ្លួនដាំបន្លែធ្វើស្រែតែក្នុងចិត្តពួកគេនៅតែរងចាំឱកាសដើម្បីត្រឡប់ទៅធ្វើអ្នកមាននិងអួតអាងម្ដងទៀតក្តៅណាស់ហើយនើយខ្ទមស្អីជាអៀតដូចត្រង់មន់បងទ្រាំមិនចង់បានទេធ្លាប់តែដេកម៉ាស៊ីនត្រជាក់ឥឡូវមកដេកហិតធូលីដីបែបនេះ បងឯងទ្រាំបន្តិចទៅកុំឲ្យមីបុប្ផាវាឃើញចាំថ្ងៃស្អែកខ្ញុំនឹងទៅលួងម៉ែរឿងដីស្រែខាងជើងភូមិខ្ញុំដឹងថាគាត់នៅលាក់ប្លង់ដីមួយទៀតនៅក្នុងហឹបឈើក្រោមគ្រែគាត់ អូបើបានដីនឹងមែនណាយើងលក់យកលុយទៅភ្នំពេញហ្មងទៅមិនបាច់នៅភូមិនឹងឲ្យគេសើចចំអកឡើយបងចង់ជិះឡានម្ដងទៀតណា ត្រូវហើយបងយើងធ្វើពុតជាកែខ្លួនតែមួយខែពីរខែហ្នឹងទៅឲ្យពួកវាជឿសិនចាំបានដីមកដល់ដៃកុំសង្ឃឹមថាបងប្អូនស្អីហ្នឹងបានឃើញមុខយើងទៀតឲ្យសោះ ចុះអាបុលបងឃើញវាដាវវាយកូនមីបុប្ផាឡើងយំមិញហ្នឹងខ្លាចតែមីបុប្ផាវាខឹងដេញយើងចេញពីផ្ទះមុនបានដីតា បីទេខ្ញុំជេរអាបូលបង្គ្រប់កិច្ចឲ្យវាឃើញទៅបានហើយមីបុប្ផាវាមិនហ៊ានដេញយើងទេពីយកមុខមាត់ណាវាខ្លាចញាតថាវាមិនចិត្តមិនបានវាប្រឹងសំដែងនោះ មើលចុះមីបុប្ផាដើរមកហើយអូនប្រញាប់ទៅកាន់ចបធ្វើជាកាប់ដីទៅបងនឹងធ្វើជាអង្គុយដកដង្ហើមធំឲ្យវាអាណិត សូមអរគុណសម្រាប់ការតាមដានទស្សនាតើសុភីនិងសុកដឹងខ្លួនខុសទេសូមតាមដាននៅវគ្គក្រោយបន្តទៀត